សម្ដេចតេជោហ៊ុនសែនប្រកាសគាំទ្រទាំងស្រុងការយកបញ្ហានៅមុំ3បញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីចេញសារបញ្ជាក់នឹងយកបញ្ហានៅមុំ3បញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ភ្លាមប្រធានព្រឹទ្ធសភានៃកម្ពុជាសម្ដេចតេជោហ៊ុនសែនបានប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការនេះសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយបញ្ហាពិតប្រាកដគួរតែឯកភាពដឹកដាយគ្នាទៅឲ្យតុលាការជួយកាត់សេចក្តីតែម្ដងមិនចាំបាច់កម្ពុជាប្តឹងនោះទេសាររបស់សម្ដេចតេជោហ៊ុនសែនបានបង្ហាញនៅលើបណ្ដាញសង្គមផ្លូវការជាមួយខ្លឹមសារទាំងស្រុងទាំងភាសាខ្មែរនិងភាសាអង់គ្លេសមុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានបញ្ជាក់ថានឹងយកបញ្ហានៅមុំ3បញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងខ្ញុំគាំទ្រទាំងស្រុងព្រោះ MOU ឆ្នាំ2000ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នានិងចំនួនប្រដាប់អាវុធច្រើនដងមកហើយប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដគួរតែឯកភាពដឹកដៃគ្នាទៅឲ្យតុលាការជួយកាត់សេចក្តីតែម្ដងមិនចាំបាច់កម្ពុជាប្តឹងនោះទេយើងរងចាំមើលអេរយាប័តរបស់ថៃលើចំណុចនេះតើហ៊ានឬមិនហ៊ានក្នុងពេលរងចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវមានការអត់ធ្មត់តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន